នារីម្នាក់ត្រូវបានគេបង្ហាញថាមានអំណាចដ៏អស្ចារ្យដែលអាចប្រែក្លាយវត្ថុធម្មតាទៅជាមាសបានហើយនាងបានប្រើអំណាចនេះដើម្បីបង្កើតវត្ថុដ៏មានតម្លៃជាច្រើនសម្រាប់មនុស្សជុំវិញខ្លួនដំបូងឡើយមនុស្សគ្រប់គ្នាហាក់រីករាយនឹងសមត្ថភាពរបស់នាងប៉ុន្តែនាងផ្ទាល់បែរជាមានទឹកមុខក្រៀមក្រំទៅវិញការប្រើប្រាស់អំណាចរបស់នាងកាន់តែច្រើនធ្វើឲ្យនាងចាប់ផ្ដើមបង្ហាញសញ្ញានៃការឈឺចាប់និងអស់កម្លាំងទោះបីជានាងត្រូវបានគេរៀបចំឲ្យរៀបការជាមួយបុរសម្នាក់ទៀតនិងពាក់គ្រឿងអលង្ការមាសដ៏ច្រើនសន្ធឹកសន្ធាប់ក៏ដោយក៏ទឹកមុខរបស់នាងនៅតែគ្មានក្តីរីករាយបុរសចំណាស់ដ៏មានអំណាចនិងស្ត្រីម្នាក់ទៀតបានបង្ខំឲ្យនាងប្រើអំណាចរបស់នាងកាន់តែខ្លាំងឡើងដោយធ្វើឲ្យនាងមានការឈឺចាប់និងទឹកភ្នែកនាងហាក់កំពុងស្ថិតក្នុងស្ថានភាពដ៏លំបាកដែលត្រូវបង្ខំចិត្តធ្វើអ្វីមួយដែលនាងមិនចង់បាននាងបន្តប្រើអំណាចរបស់នាងដើម្បីបង្កើតមាសឲ្យពួកគេហើយជារៀងរាល់លើកដែលនាងប្រើអំណាចនោះនាងកាន់តែទទួលរងការឈឺចាប់ខ្លាំងឡើងដៃគូស្នេហារបស់នាងមើលឃើញពីការឈឺចាប់នេះតែមិនអាចជួយអ្វីបានច្រើនឡើយដោយសារតែការប្រើប្រាស់អំណាចហួសកម្លាំងនាងបានដួលសន្លប់ហើយមានឈាមច្រមុះដែលបង្ហាញថាអំណាចនេះកំពុងបំផ្លាញសុខភាពរបស់នាងមនុស្សជុំវិញខ្លួននៅតែមិនគិតពីនាងហើយបន្តទាញយកប្រយោជន៍ពីនាងដែរសង្ឃឹមថាទៅមុខនឹងប្រសើរទោះហត់ប៉ុណ្ណាជីវិតនៅតែបន្តរឿងល្អក៏មាននៅក្នុងឈុតចុងក្រោយនាងត្រូវបានគេបង្ខំឲ្យប្រែក្លាយអធម្មតាជាច្រើនទាំងទៅជាដុំមាសដ៏ធំសម្បើមដែលធ្វើឲ្យនាងឈឺចាប់រហូតដល់មានឈាមច្រមុះជាលើកទី2ខណៈដែលអ្នកដទៃសម្លឹងមើលដោយទឹកមុខលោភលន់ភ្លៀងធ្លាក់រាល់ថ្ងៃដូចចិត្តបងរឿងរ៉ាវសៅមងនៅចាំចងព្យា